សួស្តីពុកម៉ែបងប្អូនពីអ្នកខ្ញុំបានថ្ងៃនេះយើងធ្វើដំណើរទៅ Seventy ទៅ relax បែបពេលល្ងាចហើយយើងក៏បានជិះទូកជិះស្លាញ់ជិះដរនៅតាមមុខ Nagavel ហើយគេមានដរក៏មានអីជិះតែហ្នឹងក្នុងដរហ្នឹងយើងជិះទៅដូចម្នាក់ថា1500ឯងបងប្អូនពុកម៉ែបងប្អូនពីអ្នកគ្នាហើយយើងក៏មើលទៅភាពមើលអីតាមផ្លូវតាមអីចឹងមកហើយមានណានេះយើង relax រីអីទេសភាពតាមដងផ្លូវតាមដងទឹកហើយយើងក៏បានមកមើលបន្លែមើលអីនៅតាមផ្សារនៅជិត 7NG ហ្នឹងយើងក៏ទិញផាក់ឡូវដើម្បីយើងយកទៅញ៉ាំនៅខាង 7NG ហ្នឹងហើយចៃដល់នេះយើងជិះម៉ូតូជិះបណ្ដាជិះអីបណ្ដាយខ្ញុំឃ្លានដល់ពេលទៅដឹងស្ទើរពួកខ្ញុំចិត្តដើរទៅចោលបែបតាមភូមិតាមអីចឹងឃើញកន្លែងណាតំណងគឺយើងចូលញ៉ាំនៅកន្លែងហ្នឹងតែម្ដងហើយតោះជិះមកដល់ហ្នឹងមកដល់កន្លែងក្រាស់សំភារយើងក៏បត់ឆ្វេងចឹងមកហើយទៅដល់មុខយើងនឹងឃើញមានកន្លែងលក់បបរមួយដ៏ឆ្ងាញ់ឈ្ងុយឆ្ងាញ់យើងក៏បាននេះឈប់ចូលទៅបបរគាត់ចឹងមកយល់នៅកន្លែងគាត់មានលក់ទាវលក់អំផលក់លោតលក់អីលក់ច្រើនណាហើយក៏តំណងដែរណានេះយើងមើលមានមន់យកមន់គាត់ធ្វើយកមន់ស្រែមកធ្វើពុំមកកំពុំមានអ្នកគ្នាមន់ស្រែគ្រឿងក្នុងហ្នឹងអ្នកផលលើដែលថាយើងបានតែងមកមិញហ្នឹងយើងក៏បានដល់ឃ្លានហើយយើងក៏ហែកដាក់មកជាតិណាពុំមកកំពុំវិញហើយយើងលក្ខណៈថាដើរ relax ប្រើញ៉ាំអីតាមផ្លូវចឹងសប្បាយយំបាច់ទៅណាឆ្ងាយតែត្រឹមតែ7Gសប្បាយដែរហើយមានណានេះខ្ញុំបានកំងបបហើយនឹងផាក់ឡូវមានតគួនទៀតហើយនេះបលោតហើយដាក់លើជាតិណាស់ហត់គ្រូជាតិមែនតែនអែមណាស់ហើយយើងក៏បានញ៉ាំចឹងហើយទៅទៀតយើងនឹងបន្តដំណើរទៅមុខទៀតដើម្បីទៅលេងកន្លែងថ្ងៃលិចកន្លែងដើមឈូកពុកម៉ែបងប្អូនអ្នកគ្នាអានេះយើងហត់ទឹកគ្រូមកយើងនិយាយថាពីជាតិទៅនៅកន្លែងគាត់គឺទៅញ៉ាំទាំងឆ្ងាញ់អត់ឲ្យខំម្ដងទេហើយមួយចានដូចតា5000រៀលទេបន្ទាប់មកយើងក៏ធ្វើដំណើរទៅមុខបន្តទៀតយើងជិះទៅពីកន្លែងហ្នឹងទៅដល់កន្លែងមានថ្ងៃលិចមានអីដូចជាតែ20នាទីទេពុកម៉ែបងប្អូនអ្នកគ្នាយល់ទៅយើងថតពីកន្លែង 7G ហ្នឹងបាញ់ទៅភ្នំពេញវិញនេះគឺឃើញថ្ងៃលិចថ្ងៃអេស្រស់ស្រាយពណ៌ទឹកក្រូចអានេះខ្ញុំទៅខ្ទង់ម៉ោងថាទៅម៉ោង5យើងទៅដល់ហ្នឹងខ្ទង់ម៉ោង5ម៉ោង6គឺពេញស្អាតហើយពុកម៉ែបងប្អូនអ្នកគ្នានេះអានេះខ្ទង់ម៉ោងចូលម៉ោង5កន្លះ6ហើយវារៀងធ្លាក់ពលឺហើយតែសភាពនៅស្អាតណាស់ទីដល់ទូរស័ព្ទវាថតទៅវាឃើញស្អាតដូចនៅខាងភ្នែកខាងក្រៅបងប្អូនអ្នកគ្នាពលឺវាតិចអូខេពុកម៉ែបងប្អូនអ្នកគ្នាវីដេអូហ្នឹងមានប៉ុណ្្នឹងឯងអូខេចាំជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ